ពិតណាស់ហើយលោកពូម្នាក់កំពុងតែមានកង្វល់ថាខ្មែរសពថ្ងៃមិនមានអ្នកណាសកលវប្បធម៌របស់ខ្លួនទេតែងតែយល់ច្រឡំរបស់គេថាជារបស់ឯងមកដល់ពេលនេះលោកពូទ្រាំមិនបានចេញមុខនិយាយដោយចំថាខ្មែរពិតជាយល់ច្រឡំនូវវប្បធម៌របស់បុរាណទៅហើយយករបស់គេថារបស់ឯងការពិតមិនសកលទាំងខ្លួនឯងទៀតនោះផងមូលហេតុដែលលោកពូបាននិយាយថាខ្មែរយើងសពថ្ងៃមិនសកលទាំងខ្លួនឯងឥឡូវយើងចូលស្ដាប់នូវចម្លើយរបស់លោកពូទាំងអស់គ្នាថាតើមូលហេតុអីនៅក្នុងទំនៀមទម្លាប់បិណ្ឌប្រពៃណីខ្មែរតែងតែយករបស់គេយកមកប្រើជារៀងរហូតហេតុនេះបានជាយើងឃើញចូលណាំខ្មែរនឹងតែងតែធ្វើនៅក្នុងវត្តលោកពូដឹងមូលហេតុហ្នឹងនេះបើយើងតាមយើងនិយាយមកខ្មែរយើងចូលទៅធ្វើក្នុងវត្តហើយបើឆ្នាំមានម្ដងមួយឆ្នាំមានបងធ្វើដើម្បីអោយព្រះពុទ្ធត្រង់ទឹកគាត់ព្រះពុទ្ធនោះឆ្នាំxongម្ដងអូអានឹងចូលណាំនឹងគេធ្វើសម្រាប់ស្រង់ទឹកឲ្យប្រាស់ហាមកទឹកឲ្យប្រាស់ហ្នឹងណាមកទឹកឲ្យប្រាស់ហើយក្នុងពេលមុតទឹកឲ្យប្រាស់ហ្នឹងប្រុសមុតបានស្រីមុតក៏បានឬមួយមិនដែរលោកពូមានប្រកាន់អីលេងណាទេជឿឡើងសក់បីថ្ងៃបានតអគួរប្រសិនអស់ថ្ងៃបានមួយបីមានទៅមានរស់មានត្រីមានរស់អីនារីទៅប៉ះដល់ពុទ្ធបានដែរបានដល់ក្នុងពេលថ្ងៃនោះមួយថ្ងៃអូថាស្ត្រីស្រីភេទណែស្រីភេទនឹងទៅប៉ះព្រះពុទ្ធិមាដែលនៅក្នុងវត្តនៅថ្ងៃឡើងស័កថ្ងៃត្រង់ទៅប្រាស់ហ្នឹងបានប៉ុន្តែថ្ងៃបើសឹងពេលថ្ងៃនោះมันបានទេមូលហេតុហ្នឹងមិនបានជាមិនបានព្រោះថាលោកយកប្រាប់ពេលបងចេញមកព្រៀងក្រោយហើយលោកអូយើងក្នុងលោកចម្រាស់ហើយតែលៀងកាមអូលៀងកាមអីកាមហ្នឹងនៅលើខ្លួនយើងជាមួយមិនខ្លួនយើងយើងទៅលៀងអូអានឹងដូចជាសាសនាផ្សេងនេះនោះសាសនាផ្សេងគេមកសប្តាហ៍គេទៅចម្រាស់កាមមកគេម្ដងនៅវត្តរបស់គេហើយដល់ពេលខ្មែរយើងមួយឆ្នាំកាមច្រើនណាស់បើយើងធ្វើអំពើមិនល្អធ្វើអីហៅថាអីចាក់ដាក់ក្រោះនោះមួយឆ្នាំយូរកាមច្រើនមិនហើយបាត់ចូលយើងទៅលៀងពុកថ្ងៃសិលថ្ងៃពេញបរមីទៅលៀងដែរលៀងទៅវត្តនោះអូយើងទៅវត្តចម្រាស់កាមចម្រាស់ចាក់យើងដែរអូបើក្នុងថ្ងៃសំខាន់ផុតថ្ងៃចូលឆ្នាំថ្មីអូទៅលៀងច្រាស់កាមយើងទីថាថ្ងៃថ្ងៃឡើងស័កខ្ញុំឮគេនិយាយថាថ្ងៃឡើងស័កអ្វីគ្រប់យ៉ាងជាឆ្នាំមែនទេលោកគ្រូជាឆ្នាំថ្ងៃជ័យចំណាថ្ងៃលៀបថ្ងៃជួកបើអ្វីឆ្នាំទាំងអស់អ្វីជាឆ្នាំទាំងអស់នេះតែបើយើងយកតាមបាញ់ស្រីទៅផក់ទៅមកកើតជាឆ្នាំទេលោកអានោះមិនត្រូវអានោះមិនត្រូវទេអានោះសំខាន់របស់ពលយើងរបស់ពលមកជីបានលោកគ្រូនិយាយទៅមកឃ្លាមិនហ្នឹងខ្ញុំចង់សួរលោកគ្រូដើម្បីឲ្យបងប្អូនបានដឹងទេថាគ្រាន់តែថាថ្ងៃបារមីថ្ងៃជោគថ្ងៃជ័យរបស់ខ្មែរយើងមែនតើប៉ុន្តែតើតែរបស់ល្អมันមានជោគជ័យមកលើខ្លួនយើងបើស្នាយើងទៅធ្វើអំពើល្អកាប់ចាក់គ្នាมันមិនមែនជាថ្ងៃល្អទេគឺជាថ្ងៃសត្រូវចូលខ្លួនហើយណាបងប្អូនព្រោះថាថ្ងៃបានចូលឆ្នាំរបស់យើងគឺជាថ្ងៃឡើងស័កនឹងថ្ងៃសំខាន់បំផុតនៅក្នុងសាសនារបស់ខ្មែរហើយគេថាថ្ងៃឡើងស័កគឺជាថ្ងៃបានបារមីអ៊ីគឺជាឆ្នាំទាំងអស់ប៉ុន្តែពេលដែលយើងធ្វើអំពើល្អបានវាคล้ายទៅជាឆ្នាំបានជាល្អបើស្នាយើងធ្វើអំពើក្រក់ចែកចោះនោះប្រាក់លោកជួយមិនបានទេលោកមិនទទួលទេលោកមិនទទួលទេទទួលរបស់ណានេះមិនគួរធ្វើទេលោកពូខ្ញុំសូមសួរមួយទៀតនេះលោកពូសង្កាត់លោកពូបន្តិចថាបានចូលណាមអញ្ចឹងបើលោកខ្មែរយើងមិនលេងល្បែងខាងការ៉ាវហ្នឹងមានបញ្ហាទេតាមក្នុងវត្តបើប្រាលោកអូលេងមែនมันមានលេងល្បែងទេចុះចំពោះលេងល្បែងខាងការ៉ាវហ្នឹងប្រពៃណីរបស់អ៊ីវិញឬមួយទម្លាប់របស់ខ្មែរដោយសារយើងមានលប់ចាក់ទំនុកឲ្យមានចូលឆ្នាំឲ្យមានល្បែងលេងស្មារតីអបអរសាទរដល់គ្រូតាយើងថ្ងៃយូរណាស់របស់យើងហើយខ្ញុំតាមក្បួនក្នុងមកលេងតាមក្បួនត្រង់តែទៅត្រង់ទៅប្រាស់តែប៉ុណ្ណោះទេមកយើងដល់លេងអានឹងក្នុងវត្តគេប្រកាន់ថាវត្តសម្រាប់ធ្វើធ្វើបានកន្លែងធ្វើបានមិនមែនកន្លែងលេងមិនលេងទៅមកឯងក្នុងធ្វើបានយកធ្វើមកយើងถ้าបើយើងចូលលេងក្នុងវត្តពួកលោកបើលោកមកចង់លោកឃើញរីតាតាលោកដល់ឆាក់បងប្អូនយ៉ាឡាទៅមកកាត់យាយទេបងកាត់មិនចង់អុយបងប្អូនទាំងអស់គ្នាយកល្បែងគ្រប់ធុននឹងយកចូលលេងនៅក្នុងវត្តទេដោយសារនៅក្នុងវត្តនេះគឺជាកន្លែងគោរពបូជាអារាមនៅវត្តអារាមនេះបងប្អូនគឺជាកន្លែងគ្រប់បូជាមកប្រាស់ទេហើយដល់ពេលយើងចង់លេងល្បែងអ៊ីពេលដែលយើងទៅវត្តខ្លះហើយយើងអាចចេញមកសប្បាយប្រពៃណីខ្មែររបស់យើងនៅខាងក្រៅចង់លេងអ៊ីបានអស់គេមិនប្រកាសទេអុយតែយើងមានសុខភាព
សំខាន់ណាក្នុងវត្តគេមកលេងអ៊ីសបាយ มันអុយលេងអ៊ីសបាយទេ សំខាន់ទៅវត្តសម្រាប់បូជានៅចាត់យើងរត់ថោអា បាទ ដល់ពេលស្នងទៅហើយ បាទ ចូលចង់មកលេងកបែងស៊ីសងឯណាលេទៅថ្ងៃនេះចាប់ទៅវិញ ខ្ញុំមានពាក្យមួយដែលខ្ញុំបានសួរគេថាខ្មែរយើងកណ្ដងពេលបានជួនឆ្នាំមានមួយលេងតែងប្រាប់ហើយមានមួយទៀតខ្មែរយើងពេលដែលជួនឆ្នាំបំផាត់នឹងពីដើមមកនិយាយពីដើមគេច្រើនទៅលេងចិលមកគេច្រើនទៅលេងចិលមកអានឹងពាក្យរបស់សាសនាគេនិយាយនៅក្នុង Google ខាងក្រៅលោកពូបានមើលនៅក្នុងសង្គម Facebook ហើយនៅលោកពូបានឃើញអ្នកទាំងអស់គ្នាបងប្អូនខ្មែរច្រើនណាគាត់យកសោយកទឹកយកអ៊ីតូបាញ់នៅក្នុងវត្តជាលោកពូហើយដល់ពេលក្នុងពេលនោះពេលសម្រាប់ពីការងារបានចូលឆ្នាំនោះលោកជាអ្នកយ៉ងយ៉ែមជាអ្នកបោករូបជាអ្នកសម្អាតហើយលោកមានទីថាគួរសមទេថាខ្មែរយើងតែងតែធ្វើទំនៀមទម្លាប់នឹងលោកពូហើយយើងនិយាយថាយកទំនៀមទម្លាប់មកពីណាជាមួយរបស់ខ្មែរលោកពូ យើងលើកបែងប្រែកសងខ្ញុំប្រកាសនេះខុសយកប្រែក្នុងវត្តមកលេងហ្នឹងហើយមកលេងបែងក្រៅចាំផតអីបងអស់ខុសក្នុងវត្តមកលេង ខ្ញុំតែងតែឃើញវីដេអូរបស់ថៃលោកពូដាក់យកមានតង់ប្រាក់សង់មានតង់ប្រជាពលរដ្ឋពុទ្ធបរិស័ទនៅលើព្រះវិហារនឹងសាច់ទឹកប្រែកសៅបាញ់ទំភ្លើងជុំវិញព្រះវិហារទាំងលោកទាំងអ៊ីទៅទឹកទាំងអស់ខ្លួនហេតុអ៊ីបានជាចូលឆ្នាំរបស់ថៃនោះគេតែងតែលេងអញ្ចឹងលោកពូ មិនពីអាឡាគេនិយមប្រទេសគេចុង អានឹងប្រទេសរបស់គេទៅមានប្រាប់របស់គេយក គេចូលតាមរឿងយកគេមកនេះ ជួននឹងពីប្រទេសថៃទៅមានប្រាប់របស់គេផ្សេងហើយប្រទេសខ្មែរទៅមានប្រាប់របស់ខ្មែរផ្សេងដោយសារពីដូនតាមកมันមានលេងល្បែងมันមានប្រែកសៅនៅក្នុងវត្តទេប៉ុន្តែស្មៃឥឡូវលោកគ្រូដឹងហើយឃើញនៅក្នុងបណ្ដាញសង្គមខ្មែរខ្លះទៅយកអានសៅទៅប្រែកពីវិញនៅលើប្រាក់វាជួយព្រះវិហារ ជួបយើងអានោះងាជួប មានតែប្រសងទេមានតែលោកទេ ជួបពេលរឿងចាងងាជួបនេះ មានតែលោកនឹង សក់ទូលេងអុយផ្លេចនៅបងនេះនឹងមិនសោក្រែនេះពុញទឹកពុញយកហើយតែពេលមកតអមងាទៅជួយរឿងចាស់ មានតែលោកទេមានតែលោកទេ ហើយបាបងា ណាក់ទូលេងនោះតព្រួតចប់ពីកម្មវិធីឆ្នាំខ្លះទៅបន្ទប់ព្រៃនគរខ្លះទៅរកស៊ីតាមព្រៃភ្នំវាអស់ហើយ ហើយសើច ហើយដល់ពេលនៅតនឡែងនោះមានតែលោកហើយអ្នកអាចារ្យម៉ាណាត់ហ្នឹងពួកគាត់ជួយលៀងទេអូដល់ពូនិយាយដល់បានជា អានឹងនុំនេះចេញពូគឺបោះបង់តលើរៀនវត្តនេះងាជួយលៀងបោះ មានតែលោកមានតែលោកទេដែល មានងាជួយបោះទេ ប្រមូល anh chàng bố làm bọc bố đi của anh quanh cái bài đó thanh hoa cho mấy giờ đấy nhưng ngày chỗ đó sao nó cho tao hoạt ngon lộc đồ đấy không đa mô tô miền đồ đó đấy ដល់ពេលមានបន្ទានអ៊ីនោះណែ về miền bản tiến đi ôi nó tao hoạt về ngày bao số ấy do tôi hoạt bao tôi បន្តិចជួយបាន như bàn là chỉ không đa cho một chung phí nữa phạm một phạm bốn đi អូមានលោកពូនិយាយមានដោយសារខ្ញុំធ្លាប់ទៅប្រមាណវត្តហើយខ្ញុំធ្លាប់ទៅប្រមាណវត្តហើយឃើញជីចូលទាំងសេរីតែម្ដងហើយទាំងនឹកវិញខដងខណែនចឹងម៉ូតូចំម៉ាយអ៊ីចូលពីវាវិញចឹងដែរ មានសតោវត្តមានសិតងវត្ត អូបើចឹងប្រៀបបានដូចជាសេរីពេកប្រៀបដូចជាគ្មានសិតសំចឹង មានសិតដល់លោកក៏បំផ្លែងមកបថោមកយ៉ាងណា បបថោវិញ អាបងអាប បាទ យើងធ្វើឲ្យបានក្មេងរកឲ្យពេលណាលោកចាក់លោកមកស្រុកទៅមុនមក យើងមានន័យថាពេលដែលមានកម្មវិធីបានចូលឆ្នាំដូចអញ្ចឹងខ្មែរយើងមិនគួរយកសៅយកទឹកយកអ៊ីដើម្បីទៅចាក់ទៅលើគ្នាប្រែកទៅលើគ្នានៅក្នុងទីអារាមទេចង់លេងជុំយើងនៅខាងក្រៅវត្តយើងចង់លេងអ៊ី ដល់ពេលមកបែងក្រៅដល់ចាក់ ចង់ធ្វើអានោះគេមិនប្រកាសទេ ចាំធ្វើយើងទៅ តាមចាក់របស់យើងចង់ណែប៉ុន្តែនៅក្នុងវត្តទីអារាមគឺជាកន្លែងដែលច្រាស់ថ្លាគឺជាកន្លែងឡើងបូជា កុំអោយពួកមានប្លាក់កន្លោះណែ អូយច្បាស់វត្តអារាមថាចម្រាស់ពីយើងច្រាស់បានមានទៅយកអាសៅក្រែមទៅបោកបោចឲ្យhơiជាប់ក្នុងនោះពេលលើលោកទៀតលោកដល់លោកមិនដល់ហើយលោកជាប់យ៉ាងនោះទៅ បាទហ្នឹងហើយនៅក្នុងប្រទេសថៃខ្ញុំឃើញយូរប្រែកទាំងលើលោកហើយបាញ់ទឹកទាំងលើលោកហើយទឹកទាំងចំពោះស្អាតស្អាត ហើយលោកលេងទៀត នៅប្រទេសថៃលេងលួត លោកលេងទៀត ប៉ុន្តែខ្មែរយើងក៏មានទំនៀមទម្លាប់ទេខ្មែរយើងមានរយបងប្អូនបានស្ដាប់លោកពូគាត់បកស្រាយហើយគាត់ថា
ខ្មែរយើងគួរតែបង្អាក់នូវការយកទៅលៀនប្លង់របស់គេមកយកមកប្រើនៅក្នុងវត្តទីអារាមដោយសារវត្តទីអារាមរបស់ខ្មែរយើងពីដើមមកបញ្ចូលឆ្នាំมันមានយកល្បែងយកចូលលេងនៅក្នុងវត្តទេហើយมันមានយកសោដូចជាទឹកអីហ្នឹងយកទៅបាច់ទៅលើព្រះសង្ឃឬមួយទៅលើយាយតាណានោះទេដោយសារបើក្នុងវត្តមាននិយាយបើសុប នឹងហើយដោយសារនៅក្នុងវត្ត ជុំមក យាយកាន់សិលច្រើន ហើយយើងទៅលេងនោះបាត់លើយាយ ដល់ពុកកាន់ ហើយបាទតាមិនមានការមកចូលទៅយើងថ្ងៃឡើងសាច់យើងយកយើងអបទឹកចូលទាំងបីអាបកងហ្នឹង តង់បកឬមួយតង់បតើឡាយហ្នឹងទៅ បងទៅចូល បាទ យកទៅយើងហត់ខ្លួនឲ្យប្រាំយើងហ្នឹងណា យើងថាលៀងប្រាលៀងតាមខ្លួនព្រះវិហារក៏បានលៀងតាមដើមរុក្ខជាតិនៅក្នុងវត្តក៏បានឲ្យតែយើងចាត់ជ្រះថ្លាហ្នឹងហើយ បោកបាច់នោះ បាទលោកគ្រូបញ្ចឹងសូមបញ្ចប់វីដេអូទំនឹងនេះលោកគ្រូហើយបងប្អូនយើងស្ដាប់វីដេអូនេះហើយយើងពិចារណាទាំងអស់គ្នាអរគុណ ហើយកុំខឹងបាទ